Today facilitator នៅក្នុងវីដេអូនេះខ្ញុំសូមកែទៅលើ vocabulary fluency របស់មេរៀនទី2នៅក្នុង elementary អូខេអញ្ចឹងនៅក្នុង section A គឺ tell your partner about your story chapter អញ្ចឹងនៅក្នុង section A គឺដូចរាល់លំហាត់ fluency មុនដែរគឺឲ្យកូនសិស្សប្រាប់ដៃគូរបស់គាត់អំពីរឿងដែលគាត់បានអានហើយមានរយៈពេលសរុប6នាទីដែលគាត់មានរយៈពេល3នាទីដើម្បីសង្ខេបរឿងប្រាប់ដៃគូរបស់គាត់ហើយដៃគូរបស់គាត់មានរយៈពេល3នាទីផ្សេងទៀតដើម្បីសង្ខេបរឿងប្រាប់ទៅគាត់អញ្ចឹងអ្វីដែល facilitator ត្រូវប្រាប់កូនសិស្សគឺកុំឲ្យគាត់បារម្ភនៅពេលដែលគាត់មានកំហុសតាក់ទងទៅនឹង grammar អូខេចាប់ section A យើងចូលមកដល់ section B section B get homework feedback from your facilitator ជាងគឺសូមឲ្យ facilitator ជួយកែចម្លើយ homework ជូនទៅដល់កូនសិស្សហើយ homework ហ្នឹងគឺ homework vocabulary homework ដែលខ្ញុំបានបកស្រាយជាចម្លើយនៅក្នុងវីដេអូ vocabulary homework អញ្ចឹងសូម facilitator ជួយផ្ដល់ចម្លើយទៅដល់កូនសិស្សដោយមានរយៈពេលទាំងអស់គឺ15នាទីមកដល់ section C គឺ describe your family members មានន័យថារៀបរាប់អំពីសមាជិកគ្រួសាររបស់អ្នកហើយនៅក្នុង section C មានពេលវេលាសរុបទាំងអស់គឺ5នាទីដោយយើងចែកចេញជា2 part គឺ C1 ហើយនិង C2 ចឹងនៅក្នុង C1 គឺឲ្យកូនសិស្សគាត់ឆ្លើយសំណួរទាំងពីរនេះហើយមានរយៈពេលសរុបគឺ3នាទីដោយមាន2សំណួរទី1 How many members are there in your family តើមានសមាជិកប៉ុន្មាននាក់នៅក្នុងគ្រួសាររបស់អ្នកហើយសំណួរទី2គឺ Who are they តើពួកគាត់ជានរណាចឹងសូមឲ្យកូនសិស្សគាត់ចំណាយពេល3នាទីដោយខ្លួនឯងដើម្បីឆ្លើយសំណួរទាំងពីរនេះចឹងសូម facilitator ជួយប្រាប់កូនសិស្សឲ្យគាត់ចំណាយពេល3នាទីឆ្លើយសំណួរហ្នឹងតែដោយខ្លួនឯងបន្ទាប់មកគឺចូលមកដល់ C2 គឺឲ្យគាត់និយាយជាមួយនឹងដៃគូរបស់គាត់អំពីចម្លើយនៃសំណួរទាំងពីរខាងលើហើយមានរយៈពេល2នាទីដើម្បីឲ្យពួកគាត់និយាយជាមួយគ្នាចឹងដូចនេះគឺខ្ញុំផ្ដល់ជាឧទាហរណ៍មួយទៅដល់ចឹងខ្ញុំឆ្លើយតែសំណួរទាំងពីរគឺ I have 4 members in my family they are my mother father sister and me ចាអញ្ចឹងគឺឲ្យពួកគាត់ឆ្លើយហើយឲ្យពួកគាត់និយាយជាមួយដៃគូរបស់គាត់ចាប់ section C យើងចូលមកដល់ section D នៅក្នុង section D នេះគឺ family tree exercise គឺតកតងទៅនឹងលំហាត់មេឃធាងគ្រួសារដោយមានរយៈពេលសរុបគឺ12នាទីហើយនៅក្នុងនោះយើងចែកចេញជា part តូចៗគឺមាន D1 នៅក្នុង D1 នេះគឺឲ្យកូនសិស្សគាត់មើលទៅមេឃធាងខាងគ្រួសារខាងក្រោមហើយបន្ទាប់មកឲ្យគាត់ចាត់ទុកថាគាត់គឺជានារីម្នាក់ដែលគេបាន highlight ពាក្យថា me ហើយបន្ទាប់មកឲ្យពួកគាត់ឆ្លើយសំណួរខាងក្រោមហើយ D1 នេះគឺមានរយៈពេល8នាទីអញ្ចឹងយើងឃើញមានមេឃធាងរូបភាពនេះគឺជារូបភាពមេឃធាង family មួយហើយនៅក្នុងលំហាត់ហ្នឹងគឺគេឲ្យយើងចាត់ទុកក្មេងស្រីម្នាក់នេះដែលមានពាក្យថា me នេះជាខ្លួនយើងចឹងនេះ me នេះយើងចាត់ទុកម្នាក់ស្រីនេះជាខ្លួនយើងបន្ទាប់មកយើងឲ្យកូនសិស្សគាត់នេះឆ្លើយសំណួរខាងក្រោមដែលមានទាំងអស់6សំណួរចឹងទី1 What is your brother's name តើបងប្រុសរបស់អ្នកឈ្មោះអីទី2 What is your father's name តើឪពុករបស់អ្នកឈ្មោះអ្វី 3 What is your grandmother's name តើលោកយាយរបស់អ្នកឈ្មោះអ្វី 4 What are your cousin names តើបងប្អូនជីដូនមួយរបស់អ្នកឈ្មោះអ្វីអញ្ចឹងយើងឃើញ are names មាន s អញ្ចឹងបងប្អូនជីដូនមួយនោះប្រកាសជាមានលើសពី1 5 What is your aunt's name តើមីងរបស់អ្នកឈ្មោះអ្វីហើយនឹង6 What is your mother's name សំទោសកន្លែងនេះត្រូវមាន apostrophe s មួយទៀតចា What is your mother's name មានន័យថាតើម្ដាយរបស់អ្នកឈ្មោះអ្វីអូខេអញ្ចឹងនេះគឺជាក្មេងស្រីមួយដែលគេឲ្យយើងចាត់ទុកថាជាខ្លួនយើងបន្ទាប់មកឲ្យយើងឆ្លើយសំណួរទាំង6នេះអញ្ចឹងខ្ញុំសូមផ្ដល់ជាចម្លើយជូនទៅដល់ facilitator តែម្ដង What is your brother's name អញ្ចឹងម្នាក់នេះគឺ me យើងចាត់ទុកម្នាក់នេះជា me ហើយbrother's name គឺ Jeremy ដោយសារតែគាត់នៅខាងក្រោមនៅមេឃធាងតែមួយអញ្ចឹងគឺជាបងប្រុសរបស់យើង Jeremy គឺជាចម្លើយទី2 What is your father's name អញ្ចឹងនៅបន្ទាប់ពីខាងលើមីនេះគឺមានប្រុសមួយស្រីមួយគឺ Robert ហើយនិង Sarah អញ្ចឹង Robert នេះគឺជាឪពុកអញ្ចឹងចម្លើយគឺ Robert
Number 3 what is your grandmother's name ឥឡូវយើងមើលទៅថាខាងលើនេះឪពុកយើងបន្ទាប់ពីឪពុកយើងគឺយើងមានលោកតាលោកយាយ2នាក់អញ្ចឹងចម្លើយគេសួរថា What is your grandmother's name អញ្ចឹងយើងឃើញហើយរូបស្រីចាស់ម្នាក់នេះគឺឈ្មោះគាត់ Catherine អញ្ចឹងនេះគឺជាចម្លើយ grandmother name is Catherine ចូលមកដល់សំណួរទី4 What are your cousins name នេះគឺបងប្អូនចំនួនមួយយើង2នាក់គឺ Tracy and Andrew ចម្លើយគឺ Tracy and Andrew ទី5 What is your aunt's name តើមីងរបស់អ្នកឈ្មោះអ្វីយើងមើលTracy and Andrew គឺជាបងប្អូនចំនួនមួយយើងអញ្ចឹងនៅម៉ាក់របស់គាត់គឺ Megan គឺជាត្រូវជាមីងរបស់យើងចូលមកដល់ទី6 What is your mother's name តើម៉ាក់របស់អ្នកឈ្មោះអ្វីអូខេម៉ាក់របស់អ្នកឈ្មោះអីគេយើងមើលមកនៅខាងលើយើងនេះគឺ Sarah អញ្ចឹងចម្លើយគឺ Sarah អញ្ចឹងសូមឲ្យ facilitator ប្រាប់កូនសិស្សឲ្យគាត់ធ្វើខ្លួនឯងសិនរយៈពេលទាំងអស់គឺមាន8នាទីបន្ទាប់មកយើងផ្ដល់ចម្លើយជូនគាត់បន្ទាប់ពីចប់ D1 យើងចូលមកដល់ D2 គឺ ask and answer the questions with your partners អញ្ចឹងបន្ទាប់ពីឲ្យកូនសិស្សគាត់ធ្វើខ្លួនឯង8នាទីហើយគឺចូលដល់ D2 ឲ្យគាត់សួរសំណួរហ្នឹងទៅដល់ដៃគូរបស់គាត់ហើយឲ្យពួកគាត់ផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងគ្នាហើយនៅក្នុង D2 នោះគឺមានរយៈពេល4នាទីចាប់ Session D យើងចូលមកដល់ E asking for the name សួររកឈ្មោះហើយនៅក្នុង Session E នេះមានរយៈពេលសរុបទាំងអស់គឺ7នាទីអញ្ចឹងក៏យើងមានចែកចេញជា2ដែរគឺ E1 ហើយនិង E2 នៅ E1 គេឲ្យ look at the family tree គឺឲ្យមើលមេធាងគ្រួសារម្ដងទៀតហើយអញ្ចឹងខ្ញុំសូមបង្ហាញមេធាងគ្រួសារនេះគឺជាមេធាងគ្រួសារមួយថ្មីមួយទៀតបន្ទាប់មកគឺ go around the class and ask your classmate the following question you can only ask one person for one question អញ្ចឹងគេឲ្យមើលទៅលើមេធាងគ្រួសារមួយនេះបន្ទាប់មកគឺឲ្យដើរជុំវិញថ្នាក់ហើយសួរមិត្តភ័ក្តិនៅក្នុងថ្នាក់នៅសំណួរខាងក្រោមហើយអ្នកអាចសួរបានតែសម្រាប់មនុស្សម្នាក់សម្រាប់មួយសំណួរចឹងសូម facilitator ប្រាប់កូនសិស្សឲ្យមើលមេធាងគ្រួសារមួយនេះហើយឲ្យពួកគាត់ដើរជុំវិញថ្នាក់ដើម្បីសួរមិត្តភ័ក្តិរបស់គាត់នៅសំណួរដែលនៅខាងស្ដាំសំទោសគឺនៅខាងឆ្វេងដៃហើយសូមបញ្ជាក់ប្រាប់កូនសិស្សផងដែរថាគាត់អាចសួរបានតែមនុស្សម្នាក់សម្រាប់មួយសំណួរឯងអញ្ចឹងបើនៅក្នុងនេះទាំងអស់គឺសំណួរនៅខាងឆ្វេងដៃទាំងអស់គឺមាន5សំណួរអញ្ចឹងគាត់ត្រូវសួរមនុស្ស5នាក់ផ្សេងគ្នាហើយនៅក្នុងលំហាត់ E1 នេះគឺមានរយៈពេល5នាទីដើម្បីឲ្យកូនសិស្សធ្វើអូខេអញ្ចឹងខ្ញុំសូមបង្ហាញនៅសំណួរគឺយើងមានទាំងអស់5សំណួរហើយមានមួយសំណួរដែលជាឧទាហរណ៍អញ្ចឹងគេឧទាហរណ៍យើងថា Who is Alice father សំទោសគឺ brothers តើនរណាគឺជា Alice គឺជាបងប្រុសរបស់ Alice អញ្ចឹងយើងមកមើលទៅលើមេធាងគ្រួសារមួយហ្នឹងមួយណាជា Alice នេះគឺ Alice ចាគឺក្មេងស្រីម្នាក់នេះគាត់ឈ្មោះ Alice អញ្ចឹងគេថាបងប្រុសរបស់ Alice គឺក្មេងប្រុសដែលឈរក្បែរគាត់នេះគឺគាត់ឈ្មោះថា Robert អញ្ចឹង Robert គឺជាចម្លើយចាគឺនេះគឺជាចម្លើយចូលមកដល់សំណួរទី1តែម្ដងសំណួរទី1គេសួរថា Who is Elizabeth father តើនរណាគឺជាឪពុករបស់ Elizabeth អញ្ចឹងបើយើងមើលនៅក្នុងរូបភាពមួយហ្នឹងយើងឃើញថាឪពុករបស់ Elizabeth គឺឈ្មោះ Edward ខ្ញុំសូមបង្ហាញរូបចានេះគឺ Elizabeth អញ្ចឹងអ្នកនៅខាងលើ Elizabeth នេះគឺជាឪពុករបស់គាត់ឈ្មោះថា Edward អញ្ចឹងទី2 Who is Arthur and Rosalind's son តើនរណាគឺជាកូនប្រុសរបស់ Arthur ហើយនិង Rosalind ឥឡូវមួយណានេះ Arthur and Rosalind អញ្ចឹងកូនប្រុសរបស់គាត់គឺនៅខាងក្រោមនេះឈ្មោះថា Robert អញ្ចឹង Robert គឺជាចម្លើយចូលមកដល់សំណួរទី3 Who is Edward's sister តើនរណាគឺជាប្អូនស្រីរបស់ Edward ซึ่ง Edward នៅខាងនេះម្នាក់នៅខាងឆ្វេងដៃរបស់ Edward នេះឈ្មោះថា Amber គឺជាប្រពន្ធរបស់ Edward អញ្ចឹងយើងមើលប្អូនស្រីរបស់ Edward គឺម្នាក់ខាងនេះឈ្មោះថា Rosalie អញ្ចឹង Rosalie គឺជាចម្លើយមកដល់ទី4 Who is Alice's cousin តើនរណាគឺជាបងប្អូនជីដូនមួយរបស់ Alice
អូខេចឹងនេះគឺ Alice នេះគឺ robot ពីរនាក់ហ្នឹងគាត់បងប្អូនបង្កើតជាមួយគ្នាចឹងបងប្អូនចំនួនមួយមានតែ Elizabeth ចឹងចម្លើយគឺ Elizabeth ចូលមកដល់សំណួរទី5 Who are Ashley and Charlie Grant's daughters តើនរណាគឺជាចៅស្រីរបស់ Ashley and Charlie ហើយ granddaughter នេះគឺមាន S ចឹងមានន័យថាចៅស្រីរបស់គាត់គឺមានលើសពី2ចឹងនេះគឺ Ashley ហើយនិង Charlie គាត់គឺជាតាយាយគេដល់តែខាងក្រោមចៅស្រីរបស់គាត់គឺមាន Elizabeth ហើយនិង Alice ចឹងចម្លើយគឺ Elizabeth ហើយនិង Alice ចឹងសូមឲ្យ facilitator ប្រាប់កូនសិស្សឲ្យដើរជុំវិញថ្នាក់ហើយគាត់សួរសំណួរហ្នឹងទៅដល់មិត្តភ័ក្តិរបស់គាត់នៅក្នុងថ្នាក់ដោយមើល family tree មួយនេះដើម្បីស្វែងរកចម្លើយបន្ទាប់ពីគាត់ដើរជុំវិញថ្នាក់ហើយសួរសំណួរហើយរកបានចម្លើយហើយចូលមកដល់ E2 គឺឲ្យគាត់ប្រៀបធៀបចម្លើយហ្នឹងជាមួយនឹងដៃគូរបស់គាត់មានន័យគាត់ដើរហើយគាត់មកដល់កន្លែងវិញឲ្យគាត់ប្រៀបធៀបចម្លើយហ្នឹងជាមួយដៃគូរបស់គាត់ហើយមានរយៈពេលទាំងអស់គឺ2នាទីនៅ pronunciation section F គឺមានរយៈពេល5នាទីដែលកូនសិស្សគាត់អានពាក្យនីមួយៗឲ្យបានលឺជាមួយនឹងដៃគូរបស់គាត់អញ្ចឹងទាំងអស់គឺមាន12ពាក្យសូមឲ្យ facilitator ប្រាប់កូនសិស្សឲ្យគាត់អានពាក្យនីមួយៗបានលឺជាមួយនឹងដៃគូរបស់គាត់អូខេដូចពាក្យទី1 talk ទី2 pet អញ្ចឹង th នេះគឺ គឺ talk ទី2ផ្ដើមដោយ pet ទី3 bat ទី3 bat ទី4 dad ទី4 dad ទី5 get ទី5 get ទី6 pay ទី6 pay ទី7 kiss ទី7 kiss ទី8 baby ទី8 baby ទី9 town ទី9 town ទី10 die ទី10 die ទី11 cousin ទី11 cousin ទី12 gay ទី12 gay អូខេអញ្ចឹងទាំងអស់នេះគឺជាចម្លើយរបស់ fluency vocabulary ហើយនិង pronunciation fluency របស់មេរៀនទី2ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះ